សូមគោរពជំរាបសួរបាទពុកម៉ែបងប្អូនសួស្តីដល់បងប្អូនបាទមួយជាសិស្សានុសិស្សយុវជនពុទ្ធសាសនិកទាំងអស់បាទជាទីរាប់អានបាទអញ្ចឹងថ្ងៃនេះខ្ញុំសូមលើកយកនៅវិធានបទមួយមកនិយាយគឺនិយាយអំពីបរិស្ថាននិងសប្បុរសធម៌ក្នុងសង្គមបាទអញ្ចឹងថ្ងៃមុនគ្រូឡាយវីដេអូមួយហើយថ្ងៃនេះឡាយមួយទៀតដោយសារតែពាក់ព័ន្ធនឹងសង្គមបាទមានបងប្អូនសិស្សានុសិស្សយើងយុវវ័យយុវជនគាត់បាទអ្នកខ្លះគាត់អត់ទាន់ច្បាស់អត់ទាន់ដឹងថាបរិស្ថានហ្នឹងយ៉ាងម៉េចហើយសប្បុរសធម៌យ៉ាងម៉េចមានការពាក់ព័ន្ធយ៉ាងម៉េចអញ្ចឹងណាក្នុងសង្គមណាបាទអញ្ចឹងយើងដើម្បីចូលរួមជួយអភិវឌ្ឍសង្គមបាទយើងតើយល់អំពីបរិស្ថានបាទហើយនឹងសប្បុរសធម៌ហ្នឹងដែលជាទង្វើប្រចាំថ្ងៃសប្តាហ៍ហ្នឹងមនុស្សគ្រប់គ្នាបាទត្រូវការចាំបាច់សំខាន់បាទអញ្ចឹងបងប្អូនយល់វាហ្នឹងទៅបងប្អូនស្រួលភាសាមានបងប្អូនសិស្សានុសិស្សយើងបងប្អូនក៏អត់តមានការងារធ្វើអញ្ចឹងក៏អត់តមានចំណូលអញ្ចឹងអ្នកខ្លះក៏គិតថាសប្បុរសធម៌សង្គមមានការពិបាកធ្វើដឹងធ្វើយ៉ាងម៉េចឲ្យសប្បុរសធម៌សង្គមតើមានលុយច្រើនដូចអាដាមដូចជំទាវអ្នកអង្គញាលោកអង្គញាធំអញ្ចឹងណាដែលគាត់រកស៊ីធំអញ្ចឹងបានគាត់ធ្វើសប្បុរសធម៌កើតបាទអញ្ចឹងបងប្អូនមានចម្ងល់ហើយហ្នឹងបាទមានកន្លងហ្នឹងមាននិស្សិតមានសិស្សានុសិស្សសួរខ្ញុំជាហោហែនៅបាទវិទ្យាល័យក៏នៅសាលាអញ្ចឹងដែរបាទអញ្ចឹងតែសារបងប្អូនអត់ទាន់បានច្បាស់បាទពីរឿងហ្នឹងអញ្ចឹងធ្វើឲ្យយើងមានគំនិតគិតថាពិបាកធ្វើសប្បុរសធម៌ក្នុងសង្គមបាទពិបាកជួយសង្គមណាអញ្ចឹងលោកគ្រូក៏នឹកឃើញយកវិធានបទហ្នឹងមកឡាយនៅយុគនេះមកទិនេម៉ោង11បាទហើយបាទអញ្ចឹងរៀនយប់បន្តិចហ្នឹងឯសារតំទិនេតំរួចដៃបាទអញ្ចឹងដំបូងសូមឲ្យបងប្អូនយុវជនយុវសាស្ត្រយើងទាំងអស់គ្នាហ្នឹងបាទយល់អំពីមិនហៅបរិស្ថានមុនលោកគ្រូលើកយកភាសាហើយបាទអញ្ចឹងឲ្យយំនៃសរុបមកវិញលឿនបាទដោយសារតែយើងធ្លាប់ជួបភាសាហើយខ្ញុំឡាយតាមមុនម្ដងនិយាយពីបរិស្ថានហ្នឹងដែរពាក្យបរិស្ថានហ្នឹងមានន័យថាអាចជាទឹកភ្លើងខ្យល់នៅលើផែនដីយើងហ្នឹងដែលត្រូវរងប៉ះពាល់ដោយសកម្មភាពរបស់មនុស្សហ្នឹងក៏បរិស្ថានដែរបាទខ្ញុំឡាយតាមមុនភាសាណាបាទខ្ញុំវាលឿនថ្ងៃហ្នឹងទៅលក្ខណៈទី2អាចជាមនុស្សឬក៏រឿងរ៉ាវវត្ថុផ្សេងដែលនៅជុំវិញយើងក្នុងជីវិតយើងហ្នឹងបាទអាហ្នឹងក៏ជាបរិស្ថានឧទាហរណ៍ដូចជាផ្ទះដែលយើងរស់នៅសប្តាហ៍ថ្ងៃអាគារដែលយើងប្រើប្រាស់រស់នៅធ្វើការមនុស្សដែលយើងធ្វើការជាមួយគ្នារាល់ថ្ងៃហ្នឹងអាហ្នឹងគេហៅបរិស្ថានណាឬក៏បាទស្ថានភាពទូទៅមួយដែលយើងស្ថិតនៅក្នុងសភាពហ្នឹងអាហ្នឹងគេហៅបរិស្ថានហើយអង់គ្លេសគេហៅ the people and things that are around you in your life yeah for example the houses you live the building you use or you work with you work in អាហ្នឹងគេហៅបរិស្ថានហ្នឹងឃើញទេ all the general situation that you are in ឬក៏ស្ថានភាពទូទៅដែលយើងនៅក្នុងសភាពហ្នឹងការបរិស្ថានហ្នឹងបងប្អូនបាទចង់បរិស្ថានអញ្ចឹងណានៃមួយទៀតជាកន្លែងថាលក្ខណៈពិសេសរបស់ធម្មជាតិបាទដែលកើតមកមានស្រាប់សម្រាប់កន្លែងណាមួយហ្នឹងវាមានលក្ខណៈពិសេសរបស់គាត់បាទដូចជាបញ្ហាធាតុអាកាសឬក៏ប្រភេទដីដែលកន្លែងហ្នឹងវាមានអំណោយផលសម្រាប់ផលដំណាំជាកសិករឬក៏ជាជនរស់នៅអញ្ចឹងណាបាទប្រភេទរុក្ខជាតិដែលដុះនៅតំបន់ហ្នឹងក៏ដុះបានប្រភេទអីខ្លះបាទតំបន់ហ្នឹងរុក្ខជាតិទាំងឡាយដុះបានប្រភេទណាខ្លះដែលដុះបានប្រភេទណាខ្លះដុះអត់បានសភាពធម្មជាតិបែបអញ្ចឹងអានេះគេហៅថា natural feature បាទមានលក្ខណៈពិសេសរបស់ធម្មជាតិជា natural features of the place for example is weather បាទធាតុអាកាសរបស់វានៅកន្លែងហ្នឹង the type of land it has ប្រភេទដីដែលកន្លែងហ្នឹងមាន the type of plants that grow in it ដែលវាដាំដុះនៅកន្លែងហ្នឹងដែលរុក្ខជាតិក៏ដុះនៅកណ្ដឹងហ្មងណាអាហ្នឹងក៏ជាបរិស្ថានដែរអញ្ចឹងត្រប់សេចក្តីខ្លីមកបរិស្ថានគឺសំដៅទៅលើមនុស្សម្នារឿងរ៉ាវអ្វីគ្រប់យ៉ាងដែលនៅជុំវិញយើងរាប់ទាំងសត្វទាំងវត្ថុមានជីវិតអត់ជីវិតទាំងអស់បាទទាំងមានជីវិតទាំងអត់ជីវិតទាំងមនុស្សទាំងសត្វទាំងរុក្ខជាតិអ្វីជុំវិញយើងហ្នឹងបាទហ្នឹងការបរិស្ថានហើយអញ្ចឹងសួរបរិស្ថានវាមានពាក់ព័ន្ធមួយសប្បុរសធម៌យ៉ាងម៉េចសប្តាហ៍ថ្ងៃបើយើងយកចិត្តដាក់លើបរិស្ថានទីហោថានៅមុខផ្ទះយើងហ្នឹងបាទយើងសម្អាតបរិស្ថានស្អាតយើងកុំធ្វើការបំពុលតាមរយៈផ្សែងពុលតាមរយៈផ្សែងចេញពីផ្លាស្ទិកចេញអីហ្នឹងថាបរិស្ថានឃើញទេយើងបង្កឲ្យមានលក្ខណៈវិជ្ជមានក្នុងបរិស្ថានណាបាទដូចជាមុខផ្ទះយើងមុខកន្លែងយើងធ្វើការអញ្ចឹងស្អាតទៅដូចជានៅកន្លែងខ្ញុំធ្វើការក៏យ៉ាងនេះមុខសាលាខ្ញុំនេះបាទសាលា AC ហ្នឹង
làm tại chuyện đây xin mưa bong ôn mới đại khơi cực khạch cho hết đi đại miên sầm em đi miên là mầm lên đi và trong một lu một ấy nó cứ sầm át chỉ nịch mà một lu tập hậu đó nghe ở trong khơi bong ôn chiều rót dương mà chúng nuôn con do sầm em từ kia trao không mọn lú và từ từ em nó mọn lú đó bọc trâu mà và bọc trâu đó vì mình stia run lu vào rót trong rót không co sang ao dương đã tạm nói chia tạm một trẻ dương khúc khúc được này đó là vì như mình trong đáp án chui dùm an lúa nó tới chia do dùm em được bọc trâu thải và cháu dương cao trên nhà xã dương mà đã khởi trẻ dương màឬក៏ដាក់ជាប់ថង់អីទុកដាក់ខែអីឡានរថយន្តគេមកយកទៅឬក៏យើងដុតនៅក៏ចាស់យើងតិចទៅបាទដុតទិញទូចអត់អីក៏មកច្រើនគេហុយទីទូចអីវាមិនអីទេឬក៏យើងអាចយាមស៊ូបាយដឹកយកទៅចោលកន្លែងnàyគេចោលសម្រាប់នោះដាក់ខែអីចឹងឬអាចយកទៅចោលហ្នឹងចឹងយើងទៅរុញសម្រាប់ចូលក្នុងលូហ្នឹងក៏ជាកត្តាមួយធ្វើឲ្យស្ទះទឹកទៅជាលូនឹងស្អុយចេញជាក្លិនបាទអាសោចក្លិនស្អុយទៅទឹកស្ទះលូទៅហូរអត់កើតទៅជាទឹកលិចខ្នល់ជាតិធ្វើឲ្យគុណភាពខ្នល់ជាតិឆាប់ខូចទៀតអាហ្នឹងគឺជាបញ្ហាណាបងប្អូនបាទបងប្អូនអរគ្នាបញ្ហាបរិស្ថានហ្នឹងណាចឹងបាទលោកគ្រូនិយាយថ្ងៃហ្នឹងយើងឲ្យយល់រឿងហ្នឹងបាទកាលណាយើងអត់យល់បាទបងប្អូនគិតថាពិបាកធ្វើបាក់ចូលរួមជួយសង្គមណាអញ្ចឹងផ្នែកបរិស្ថានបងប្អូនជួយអញ្ចឹងមកហៅជួយហ៎បាទឃើញលូទឹកអីស្ទះអីបងប្អូនកាយចេញទៅបាទសម្រាប់មុខផ្ទះយើងរៀងខ្លួនទៅយើងមានបានកាយផ្ទះគេយើងកាយមុខផ្ទះយើងរៀងខ្លួនទៅស្អាតអស់ហើយដោយនៅមុខសាលាគ្រូស្អាតរហូតបាទទីហោថ្ងៃណាអ្នកលក់គាត់បោកខានបោកតែបន្តិចហ្នឹងយប់ឡើងខ្ញុំទៅកោបចេញបាទឲ្យខ្ញុំទៅនីពីងៀនខ្ញុំទៅកោបចេញកោបឲ្យស្អាតខ្លាចរោគភ្លៀងយប់ឡើងស្ទះទឹកស្ទះអីចឹងណាឬក៏សម្រាប់ចូលលូរត់ទៅអីឆាប់ស្ទះធ្វើឲ្យលូនឹងរាក់ឆាប់រាក់ទៅទឹកហូរអត់ស្រួលទៅអាចស្ទះលូទៅមានក្លិនក្លិនស្អុយក្លិនអីចឹងណាដល់ជារត់យើងដល់ទេសចរដល់អីចឹងទៅបាទភូមិឋានយើងអត់ស្អាតខ្នល់ជាតិយើងវាមិនស្អាតអាហ្នឹងគេហៅចូលរួមជួយសង្គមហើយជួយប្រយោជន៍បែបអញ្ចឹងឃើញទេហើយដល់ពេលទីហោដែលអ្នកសម្អាតគាត់ខានមកអញ្ចឹងអ្នកលក់គាត់បានទីហោគាត់មកគាត់បានបោះអីអញ្ចឹងខ្ញុំទៅធ្វើអញ្ចឹងដល់ស្អែកឡើងហៅគាត់ប្រាប់មកបាទត្រូវជួយយកចេញកន្លែងនេះខ្ញុំប្រាប់គេទៅបាទអញ្ចឹងទៅពេលខ្ញុំធ្វើខ្ញុំបាទទិសណាខ្ញុំធ្វើទៅណាទៅនៅសាលាđóខ្ញុំដើរចំតាណាមួយសម្រាប់ក៏ដោយខ្ញុំដើរចំខ្ញុំយកបាទកាន់យួរទៅចោលកន្លែងទៅចោលទៅបាទឃើញទេ1 2 3 4ថង់ក៏ដោយកុំឲ្យវារាយប៉ាយពេញអញ្ចឹងណាអាហ្នឹងជាបរិស្ថានគឺការសម្អាតរបស់យើងតាមលទ្ធភាពយើងទៅបាទហ្នឹងហើយគេហៅចូលរួមជួយសង្គមបែបប្រយោលបងប្អូនណាជួយពេលវេលាណាក៏យើងជួយបានបន្តិចស្រាលមានធ្ងន់ធ្ងរអីបាទបងប្អូនអត់ដឹងបងប្អូនថាតើជួយធំអញ្ចឹងណាអញ្ចឹងលោកគ្រូក៏រំលឹកកតិដែរហ្នឹងបន្តិចបាទហ្នឹងថាចូលរួមជួយសម្អាតបរិស្ថានហ្នឹងគឺមានន័យថាយើងបង្កឲ្យបរិស្ថានវិជ្ជមានកណាវិជ្ជមានទៅមនុស្សមានដង្ហើមដកស្អាតដកល្អបាទមានន័យថាមានអនាម័យក្នុងលើដង្ហើមណាបាទគ្មានក្លិនអាសោចក្លិនស្អុយអញ្ចឹងទៅធ្វើឲ្យសុខភាពល្អអញ្ចឹងក៏អត់ឈឺស្កាត់ទេអញ្ចឹងគាត់ប្រកបរបររកស៊ីបានថិតថេរឃើញទេតែកណាគាត់អត់ឈឺកណាគាត់ឈឺគាត់អស់លុយច្រើនហើយគាត់សុខភាពគាត់ដូចដើមទៀតអញ្ចឹងគាត់អត់ឈឺគាត់នៅបានប្រកបរបររកស៊ីគាត់រហូតមានចំណូលរហូតឃើញទេគឺយើងជួយបែបអញ្ចឹងឃើញទេបាទយើងអត់ដឹងថាហ្នឹងវាឈានទៅរកហ្នឹងគេហៅណៃណងគ្នាវាផលប៉ះពាល់វិជ្ជមានហ្នឹងរងតគ្នាយើងធ្វើល្អហើយយើងធ្វើអត់ស្រួលក្លិនស្អុយគ្រប់កន្លែងទាំងអស់ទៅមនុស្សមានសុខភាពលែងល្អទាំងសត្វទាំងមនុស្សឈឺគ្រប់គ្នាទាំងអស់អញ្ចឹងហើយមនុស្សអត់ចង់រស់នៅតំបន់ហ្នឹងទៀតធ្វើឲ្យមនុស្សចង់ជម្លៀសចេញពីកន្លែងមួយទៅកន្លែងមួយបាទអញ្ចឹងទៅធ្វើឲ្យចំនួនមនុស្សថយចុះទៀតបាទនៅក្នុងកន្លែងមួយហ្នឹងណាតែកណ្ដាលតែកន្លែងអត់មានមនុស្សអត់មានសេដ្ឋកិច្ចទេកណ្ដាលមានមនុស្សរស់នៅច្រើននៅកន្លែងហ្នឹងគឺជាតំបន់សេដ្ឋកិច្ចហើយបង្កនៅចរន្តសេដ្ឋកិច្ចបាទជាលក្ខណៈម៉ាក្រូក្តីមីក្រូក្តីអញ្ចឹងណាមិនចង់និយាយអញ្ចឹងណាបាទម៉ៃក្រូក្តីម៉ាក្រូក្តីអញ្ចឹងទៅຂະຫນាតតូចຂະຫນាតធំតាមដំណើរគេអញ្ចឹងទៅបាទក្រុងតាមក្រុងខេត្តតាមខេត្តស្រុកតាមស្រុកទៅបងប្អូនបាទអាហ្នឹងគេចង់និយាយអញ្ចឹងណាបាទអញ្ចឹងមានការលៀងគ្នាពាក់ព័ន្ធយ៉ាងម៉េចជាមួយខ្ញុំនិយាយមួយទៀតឥឡូវនៅក្នុងបរិស្ថានហ្នឹងបងប្អូនបាទបរិស្ថាននេះបើយើងគិតដល់ទៅនៅក្នុងការសិក្សាការខ្ញុំរៀននោះគេចែកមានច្រើនតម្រងណាបាទមានតម្រងផ្សេងគ្នាអញ្ចឹងខ្ញុំនិយាយទូដោយសារយើងអត់មានពេលបាទអញ្ចឹងវាមានច្រើនតម្រងផ្សេងគ្នាគេមានបរិស្ថានរូប
បាទដល់បងប្អូនធ្លាប់ដឹងសោះសោះបាទសរសានសោះយើងជាឡៃនោះជាឡៃហ្នឹងបរិស្ថានរូបអង់គ្លេសហៅថា physical environment បាទ physical environment បរិស្ថានរូបពីរគេហៅថាបរិស្ថានជីវៈគេហៅ bio environment 3គេហៅថាបរិស្ថានសង្គមគេហៅ social environment ទី4គេហៅថាបរិស្ថានសង្គមថ្នាក់ខ្ពស់ទៀតអញ្ចឹងគេហៅ super មិនមែន super ណា super social environment បរិស្ថានសង្គមថ្នាក់ខ្ពស់អញ្ចឹងបរិស្ថានមាន4តម្រងធំៗណាផ្សេងៗពីគ្នាមានបរិស្ថានរូបបរិស្ថានជីវៈបរិស្ថានសង្គមបរិស្ថានសង្គមថ្នាក់ខ្ពស់អញ្ចឹងខ្ញុំចែកឲ្យបងប្អូនស្ដាប់ឲ្យមានចំណេះដឹងក្នុងផ្នែកបរិស្ថានផងទេតាមពិតបរិស្ថានយមន័យបងប្អូនយល់អស់ហើយបាទរបៀបរបបអីផ្សេងរូបរាងទូទៅហ្នឹងបាទខ្ញុំចែកប្រភេទបរិស្ថានឲ្យបងប្អូនបាទជាចំណេះដឹងបងប្អូនបាទយូរបាទជំនាន់ក្រោយហ្នឹងណាបងប្អូនបាទហ្នឹងអញ្ចឹងបងប្អូនស្ដាប់ទៅបាទមានបរិស្ថានរូបបរិស្ថានជីវៈបរិស្ថានសង្គមបរិស្ថានសង្គមថ្នាក់ខ្ពស់អញ្ចឹងបងប្អូនឆ្ងល់បរិស្ថានរូបហ្នឹងមិនគេហៅ physical environment ហ្នឹងបាទបរិស្ថានរូបហ្នឹងគឺវាមានលក្ខណៈផ្ដោតទៅលើរឿងពីរទី1គឺបរិស្ថានរូបផ្ដោតទៅលើភូមិសាស្ត្រអង់គ្លេសគេហៅ geography ហ្នឹងភូមិសាស្ត្រណាទី2ផ្ដោតទៅលើគេហៅអាកាសធាតុអង់គ្លេសគេហៅ climate បាទ climate ក៏បាន climate ក៏បានមិនមែន climate ទេណាបាទអាន climate គឺក៏ climate បាទដោយការអានថា climate British English អានថា climate បាទចាហ្នឹងហៅអាកាសធាតុបាទហើយបងប្អូនគ្រប់គ្នាគង់យល់ច្រឡំពាក្យ weather និង climate ហ្នឹងមានន័យថាម៉េចខ្លះក៏บอก weather អាកាសធាតុបាទតាមពិតមិនមែនទេបាទ climate ឬក៏ climate ហ្នឹងហើយអាកាសធាតុបាទឃើញទេ weather ហ្នឹងធាតុអាកាសអញ្ចឹងយើងប្រហែលជាយើងមានការយល់ច្រឡំភាសាខ្មែរមិនហៅអាកាសធាតុមិនហៅធាតុអាកាសណាឃើញទេបាទអញ្ចឹងខ្ញុំអត់ទាន់និយាយរឿងហ្នឹងខ្ញុំតិចទៀតខ្ញុំចូលអាហ្នឹងបន្តិចបាទនៅក្នុងបរិស្ថានរូបចែកចេញជាពីរណាបងប្អូនទាំងអស់គ្នាមានផ្ដោតទៅលើភូមិសាស្ត្រកាលណាមានបរិស្ថានរូបហ្នឹងគឺគេនិយាយពីភូមិសាស្ត្របាទភូមិសាស្ត្រនោះកន្លែងទីតាំងផ្សេងណាទីតាំងតំបន់ណាមួយអញ្ចឹងទៅអាហ្នឹងបរិស្ថានរូបបាទហើយទីតាំងហ្នឹងវាមានលក្ខណៈអាកាសធាតុនៅតំបន់ហ្នឹងអាកាសធាតុវាប្រែប្រួលបណ្ណាអញ្ចឹងណាបាទមានលក្ខណៈបាយទឹកភ្លៀងបណ្ណាចេតនភាពបណ្ណាដែរកម្ពស់ទឹកភ្លៀងបណ្ណាដែរបាទអាហ្នឹងគេឲ្យឈ្មោះថាបរិស្ថានរូបហើយបាទវាផ្ដោតទៅលើភូមិសាស្ត្រហើយនឹងផ្ដោតទៅលើអាកាសធាតុចំណែកបរិស្ថានមួយទៀតបរិស្ថានទី2ហៅបរិស្ថានជីវៈកាលណានិយាយអំពីជីវៈនោះមានន័យថាការធ្វើរស្មីសំយោគការរស់នៅចិញ្ចឹមជីវិតបន្តពូជហូបចុកដើម្បីរស់រានមានជីវិតហ្នឹងគេហៅថាបរិស្ថានជីវៈហើយបរិស្ថានជីវៈគឺនិយាយទៅដល់រុក្ខជាតិបាទណារុក្ខជាតិឬក៏សត្វទាំងឡាយដែលនៅជុំវិញមនុស្សយើងហ្នឹងគេហៅបរិស្ថានជីវៈបាទមានការធ្វើរស្មីសំយោគរបស់រុក្ខជាតិមានការរកស៊ីចិញ្ចឹមជីវិតរបស់សត្វទាំងឡាយហ្នឹងបាទហ្នឹងហៅបរិស្ថានជីវៈចឹងហៅ bio environment it refer to plants and animals that are around the humans ដែលនៅជុំវិញមនុស្សយើងហ្នឹងគេមើលទៅឃើញមានសត្វមានរុក្ខជាតិដុះប្រងព្រាតហ្នឹងសត្វបាទនេះសត្វនោះគ្រប់ប្រភេទទាំងសត្វល្អិតទាំងសត្វបាទសត្វនឹកសត្វទាំងសត្វទូទៅផ្សេងហ្នឹងគេបរិស្ថានជីវៈបាទអញ្ចឹងទី3គឺបរិស្ថានសង្គមបាទខ្ញុំរៀនញោមបន្តិចដោយសារតែកុំឲ្យវែងបរិស្ថានសង្គមគេហៅថា social environment កាលណានិយាយពីបរិស្ថានសង្គមបងប្អូនទាំងអស់គ្នាត្រូវដឹងគឺពាក់ព័ន្ធជាមួយមនុស្សជាគោលហ្មងកាលណានិយាយពីសង្គមនិយាយពីមនុស្សជាផ្ដោតទៅលើមនុស្សជាគោលណាតែ focus on humans បាទផ្ដោតទៅលើមនុស្សលោកហ្នឹងហើយសង្គមហ្នឹងអញ្ចឹង social environment បរិស្ថានសង្គមហ្នឹងចែកចេញជា3ប្រភេទណាបងប្អូនបាទមានបរិស្ថានសេដ្ឋកិច្ចបាទគេហៅ economic environment បរិស្ថានវប្បធម៌ cultural environment បរិស្ថានបាទសង្គមចិត្តសាស្ត្រឬក៏បរិស្ថានចិត្តសាស្ត្រសង្គមបាទបរិស្ថានចិត្តសាស្ត្រសង្គមឃើញទេគេហៅ psycho social environment គេបរិស្ថានបាទលក្ខណៈចិត្តសាស្ត្រនៅក្នុងសង្គមយើងហ្នឹងភាសាខ្មែរយើងបកនៅក្នុងភាសាខ្មែរហៅបរិស្ថានសង្គមចិត្តសាស្ត្របាទយើងបកតាមដំណើរភាសាខ្មែរយើងណាបាទអង់គ្លេសគេហៅ psycho social environment បរិស្ថានសង្គមចិត្តសាស្ត្របាទហើយដល់ពេលទី4គេហៅបរិស្ថានសង្គមថ្នាក់ខ្ពស់គេហៅ super social environment
chẳng bị miên buôn phết nó không bạc than đấy á bạc than sủng cung nó bị miên bay phết nó miên bạc than đào lừa sẽ cách đào lừa bạc than bạc thoa bạc than sủng cung chặt sát nó bạc than sủng cung thạc khu miên buôn nó tiếc cái nhé bạc than sủng cung nó và chẳng ôn bạ vô tháng mấy nhà bạc than chỉ vẹn mấy bạc than sủng cung và mấy bạc than sủng cung thạc khu chẳng nhung chạy ở mưa mấy nhá ba được trong bạc than sủng cung nó bạc than sủng cung nó bị chạy trên những bay bạc đào lừa sẽ cách bạc thoa mà sủng cung chặt sát sủng cung thạc khu các nhé ở cho sủng cung thạc khu nóไม่ตื่นbạc than sủng cung thạc khu nóคือkia thì giờ dòng pi rò lại tạoสัญญาณอย่างไรนะได้เจอกี่อ่างท่าเจอกี่กอดสมกรเคยท่าบ้ารออำนาจอย่างไรนั่นคือกี่เมียนจุ่มเนื้อเจอท่าเจนมาปีอธิเตปหรือก็มาปีชาวท่าอภินิหารอย่างเงี้ยเจ้าอำนาจđể tranh đây mỗi dùng mưa tức phăng kha thầm bao này mà nu lúc sân thà mà nu thọ mà na thường bán cái chặt tục thá và bạc than thành công thạc phùคือสำดาวจะลือรอหลับน้าจะรออาดุเพียบแต่กี่กอดสมกอแล้วก็กี่อ้างบ้านทาเชื่อมน้าđể tranhมาเพียติเต้ปะการนั้นจะเพียติเต้ก็จะเปรี้ยให้กอดได้vàนังจังáจังอังเรียกlà super social environment คือ refer to identification ว่ารอตัดสัญญาณvà with a confirm อย่างเงี้ยthat there is the power of the first God or divinity và divinity นั่นคือสำเนาจะเลือกอธิเทพว่าอย่างเงี้ย first God ว่าที่อธิเทพมีในทางอจามีในทางว่ากิมยันจุ่มเนื้อจังว่าที่เกี่ยวนายบุตรอจาวิสมัยยังเตอว่าดาวเรืองจังหรือก็องค์นี้ก็หาว่า serial events ที่ปฏิการมวยได้จำไล่và đôi chỉ bắn môi chứ và miền và trong nó miền ạt lõ to mưa tơ chứ mấy cái hao là pin hà đâu mưa tơ đôi chỉ bay không có dịp phay phong phui và rom phong được nông năng và chúng ta bây giờ tam một hiện này cả lại và cho cái hao ông lấy cái hao là serial events như là something strange or dreamlike both beautiful and unsettling là make và making you feel nervous and worried vừa dương như là rom là thà tọt slot hỏi phui và rom không là rom dương trong phim là thà unsettling và cho học bên cả bài chân chắc mà trong việc như là bạn than và em chắc là thảo nó cả super social environment nó từ chỉ ẩm nái để tranh pi attitude với còn nái tranh pi lẹn là thả fit ni hà và chẳng là chắc và chắc là khu giờ vô và năng là bạn than nó vì chạy tranh gì miền một tụm rong xanh xanh này đó miền bạn than rú bạn than chỉ vẽ bạn than từng cốm thạc phù trong khu pha được fresh trong quanh bạn than rú nó miền này thầm mày và bạn than rú kia sầm đàoจะเลือผมซะสำดาวจะเลืออากาศเทียนในbạn than chi vẽ kia sầm đàoจะเลือรอโรคจิตรอสัตว์để nơi chung quanhมนุษย์โลกอย่างนั้นก็เอาพวกbạn than chi vẽ rồi bạn than từng cốm thì chạy cho những bay tiết cứ bạn than từng cốm cả là bạn than là xịt cách bạn than vào thoa bạn than và sầm cốm chặt sát bạn than sầm cốm thạc phủ giống như vô là bạn than cốm thạc phủ mấy như đây tha chia ẩm nát tại dương vô tha chia ẩm nát để ở cha trên địa tế á và cứ gọi trên địa pin hà na muối mơ nó hà thà bạn than từng cốm thạc phủ gọi là khơi là việc chăng nếu nghiêng nghiêng là khơi đây nào lại bị lừa mịn mô và miền pon đôi trong mô để chụp like và mưa tới đôi ăn được nô đi đôi chữ in tích con na này thùng tơ chứ nào lẹo nạn chăng anh cả bạn than đấy bạn than bài từng công thạc khu hỏi mình em nuôi chốt bắt bán này nó nuôi dương mình ai cũng cả bán trên một form một chuyện mới bài kia ăn được phim khăng như vậy và trong ôn vô là nó nè lấy nhau trên vi sập rastor đó và trong việc vẽ pon thì muốn sập rastor bạn để than nó cả na dương phơi rồi bạn than về chừng miền tới việc khai chừng phơi là o ông đồn là phơi là o đấy cho sập rastor bạn trong sập rastor anh lấy how to charity về kháng charity anh lấy charity môi rớt mười đi đó trong charity dùng này cứ chia sẵn đa này chất mối và rưỡi co phiệp anh rất là sâu người ta và để nhận bằng hai căn này là thấy những how sập rastor anh lấy how to kindness or sympathy that you show towards other people nhé kindness or sympathy that you show towards other people mình là chia sẵn đa này chất môi rưỡi co chỉ kiếp ảnh rất là sâu và người ta để nhận sẵn đánh được căn nhận được thấy cái hai sau đó thôi và nhưng mà còn là miên chất sẵn đau thế nữa ngay
មានចិត្តសម្ដែងបាទលក្ខណៈល្អគិតផ្លូវល្អបាទបង្ហាញពីសន្តានចិត្តរបស់យើងទៅកាន់អ្នកដទៃណាបាទមិនទាន់បានធ្វើអីជូនហងក៏សពរស់ស្គាល់ក្នុងអារម្មណ៍មួយហើយស្រេចហើយហើយមួយទៀតអាចជាអង្គការស្ថាប័នណាមួយដែលគាត់ឲ្យជាប្រាក់កាក់ឲ្យជារបស់របរផ្សេងណាបាទឬក៏ជាជំនួយទៅឲ្យអ្នកដទៃបាទទៅឲ្យអ្នកដទៃដែលគាត់មានវ័យចាស់ជរាវ័យអីចឹងណាបាទក្រឬក៏ឈឺស្កាត់អីផ្សេងមកបាទដែលគាត់ផ្សព្វផ្សាយនោះហ្នឹងក៏ជាសពរសដែរការសពរសគាត់ជាបែបជាអង្គការសពរសទៅមួយទៀតអាចជាប្រាក់កាក់បាទជា money បាទ money or gifts given to help people who are poor or sick អាចជាប្រាក់កាក់ឬក៏ជាអំណោយផ្សេងដែលយើងជួយទៅលើមនុស្សនាទាំងឡាយណាដែលគាត់ក្រីក្រចាស់ជរាឬក៏ឈឺស្កាត់អលទ្ធភាពណាបាទគេ disable អលទ្ធភាពគាត់មានអសមត្ថភាពគាត់ថាគាត់ពិការអីចឹងទៅបាទហ្នឹងជាសពរសធម៌ដែរបាទអញ្ចឹងសពរសធម៌មានន័យចឹងបងប្អូនបាទសពរសធម៌ជា kindness or sympathy that you show towards other people ឬក៏ organization អង់គ្លេសគេអានថា organization ស្កាត់ជាងកន្លែងជាងទីនេះទី3 Z ណា organization ទី4 sorry បាទគាត់ជាងទី4ណា organization អាមេរិកគេអានថា organization ឃើញទេចឹង organization that gives money or goes to help to other people who are old poor sick etc បាទមានន័យថាជាអង្គការបាទអង្គភាពណាមួយដែលផ្ដល់ជាប្រាក់កាក់ដល់ជារបស់របរផ្សេងបាទឬក៏ជំនួយទៅជួយដល់មនុស្សណាទាំងឡាយណាដែលគាត់ក្រីក្រចាស់ជរាឈឺពិការអញ្ចឹងទៅបាទហ្នឹងក៏ជាសប្បុរសធម៌ហើយណាអាចជា money ជា gifts given to help people who are poor or sick ជាលុយជាប្រាក់កាក់យើងហ្នឹងបាទអំណោយផ្សេងមកជូនទៅមនុស្សចាស់ជរាឈឺកាយហ្នឹងគេហៅថាសប្បុរសធម៌អញ្ចឹងបងប្អូនយកពាក្យសប្បុរសធម៌ណាបាទអញ្ចឹងវាពាក់ព័ន្ធជាមួយបរិស្ថានមិនសប្បុរសធម៌និងបរិស្ថានវាពាក់ព័ន្ធវាមិនកាលណាយើងធ្វើអំពើល្អទៅកាន់មនុស្សអញ្ចឹងទៅវាមិនចេញជាសប្បុរសធម៌ហើយចុះបរិស្ថានកាលណាយើងធ្វើបរិស្ថានវិជ្ជមានស្អាតណាស្អាតល្អអត់មានរញ៉េរញ៉ៃមនុស្សមានសណ្ដាប់ធ្នាប់ការទុកដាក់អីវ៉ាន់យើងនៅមុខផ្ទះក្តីក្រោយផ្ទះក្តីជំនាញផ្ទះក្តីមានសណ្ដាប់ធ្នាប់បាទសម្អាតទីធ្លាមុខផ្ទះជំរះស្មៅកាប់ព្រៃកុំឲ្យមានមូសមានសត្វល្អិតអីចឹងមកបាទកាលណាយើងអត់កាប់ព្រៃស្អាតទៅព្រៃវាដោះមានមូសមានអីបាទខំក្មេងកម្ពុជាជនជាពលរដ្ឋយើងនៅក្បែរផ្ទះយើងហ្នឹងបាទដែលវាអាចហៅទៅបានហ្នឹងណាយើងអត់សម្អាតមានទឹកថ្លុកទឹកអីមកកើតចេញជាសត្វជាមូសជាដង្កូវផ្សេងហ្នឹងមកបាទមានជាសត្វអត់សត្វអសេរពឹសផ្សេងអាចចូលខំចឹកបាទឃើញទេអញ្ចឹងយើងសម្អាតស្អាតទៅមានអីអាហ្នឹងមានវារត់ចេញអស់ឃើញទេអញ្ចឹងវាបង្កនៅសុខភាពនៃការរស់នៅអាហ្នឹងឯងបរិស្ថានបងប្អូនឃើញទេបាទអញ្ចឹងវាជាអំពើល្អបង្កប់ក្នុងហើយស្អាតបាទព្រោះយើងបរិស្ថានបែបវិជ្ជមានយើងសម្អាតបរិស្ថានឲ្យមានលក្ខណៈវិជ្ជមានណាអញ្ចឹងវាចូលលីងជាមួយសប្បុរសធម៌អញ្ចឹងសប្បុរសធម៌ហ្នឹងវាសំដៅទៅលើអំពើល្អបាទការអាណិតអាសូរមេត្តាបាទទៅលើអ្នកដទៃអញ្ចឹងទៅបាទហ្នឹងជាសប្បុរសធម៌ហើយប៉ុន្តែគាត់នៅស្រុកគេនៅអឺរ៉ុបពេលគេធ្វើកម្មវិធីសប្បុរសធម៌សង្គមគេតែងទៅសេឃ្លាមួយនៅបតរបស់គេគេដាក់ថា charity begins at home ផ្ទះយើងហ្នឹងណាគេថាសប្បុរសធម៌គឺចាប់ដើមឡើងនៅផ្ទះជាមុនសិនន័យវាគេចេញមកអញ្ចឹងមក charity begins at home គេដាក់អញ្ចឹងនៅលើបតគេអឺរ៉ុបបាទជាផ្សេងប្រទេសអភិវឌ្ឍសប្បុរសធម៌គឺចាប់ដើមនៅផ្ទះមុនបាទផ្ទះដែលយើងនៅហ្នឹង home ផ្ទះរបស់យើងហ្នឹងមុនហេតុអីបានគេឲ្យអញ្ចឹងគេថាជួយខ្លួនឯងសិនណាអញ្ចឹងមានន័យថាជាឃ្លាមួយដែលពេញនិយមរបស់ពិភពលោកគេថា charity begins at home គឺជាឃ្លាមួយដែលពេញនិយមរបស់ពិភពលោកដែលពេលគេធ្វើកម្មវិធីបរិស្ថានម្ដងហ្នឹងណាអញ្ចឹងគេមិនមែនធ្វើឲ្យសាធារណជនមើលជាការស្រេចទេគេឲ្យយើងមានសតិមួយគិតក្នុងអារម្មណ៍ថាអូអានេះចាប់ដើមនៅផ្ទះសិនណាបរិស្ថានហ្នឹងមិនមែនទៅធ្វើធ្លោតែកង្ក្រៅផ្ទះអត់ទេណាមានន័យថាយើងវាយដំអ្នកផ្ទះយើងបាទបកកនៅភាពចង្រៃក្នុងផ្ទះបាទកញ្ញាអំពើមិនល្អក្នុងផ្ទះបាត់ប្រពន្ធក៏បាត់កូនក៏បាត់ម្ដាយគាត់ទៅម្ដាយគាត់កូនគាត់ម្ដាយអញ្ចឹងទីហោអញ្ចឹងណាបាទចាអាហ្នឹងគេថាអត់មានសប្បុរសធម៌យើងធ្វើក្រៅល្អប៉ុណ្ណាដល់មានន័យថាខាងក្នុងផ្ទះអត់មានក្តីសុខអញ្ចឹងនៅស្រុកគេថា charity begins at home មានន័យថា a fresh meaning that you should take care of your own country or family or your neighbor first
before you help to other people មានន័យថាយើងជាឃ្លាមួយដែលមានន័យថាយើងគួរតែយកចិត្តទុកដាក់ថែរក្សាទៅលើប្រទេសរបស់យើងផ្ទាល់ខ្លួនសង្គមរបស់យើងផ្ទាល់កន្លែងដែលយើងរស់នៅផ្ទាល់បាទសមាជិកគ្រួសារយើងបាទប្រពន្ធកូនយើងជាមុនអញ្ចឹងណាមុនពេលអ្នកជួយទៅដល់អ្នកផ្សេងទៀតបាទអញ្ចឹងអាហ្នឹងគេសពរសធរអញ្ចឹងសពរសធរចេញពីក្នុងទៅសិនចេញពីនៅក្បែរខ្លួនយើងហ្នឹងបាទអ្នកដែលនៅក្បែរខ្លួនយើងអ្នកនៅក្បែរខ្លួនយើងសមាជិកក្នុងគ្រួសារយើងមុនសិនបាទទោះបីយើងធ្វើបណ្ណាដោយបាទយើងចេញទៅខាងក្រៅហ្នឹងមិនចេញទៅខាងក្រៅនៅទុកខាងក្នុងចោលបាទគ្រាមសពូនគ្រាមស្វិតហ្នឹងអត់មានសពរសធរទេអាហ្នឹងគេមិនឲ្យចម្លើយទៅលើសពរសធរហ្នឹងទេហ្នឹងគេបដោតអញ្ចឹងនៅស្រុកគេបងអូនបាច់ឆ្ងល់ឲ្យឃើញអាបតមួយគេសេថា charity begins at home charity begins at home គេថា clear វាជា clear ហ្នឹង clear មួយបាទវាដូចជាប្រយោគអញ្ចឹងដែរគាត់ថាគេចាត់ទុកថាជា fresh ហ្នឹងបាទប៉ុន្តែនៅក្នុងអង់គ្លេសវាប្រយោគហើយ charity begins at home មានប្រធានមានកិច្ចស័ព្ទមាន compliment អីចឹងណាបាទមាន modifier មានអីចឹងមកអញ្ចឹងអាហ្នឹងវាជា sentence ហើយបាទអញ្ចឹងណាអញ្ចឹងប៉ុន្តែនៅនេះគេនិយាយថាហាក់ដូចជា fresh មួយដែលមានន័យថាអ្នកគួរតែយកចិត្តទុកដាក់ថែទាំទៅលើបាទសមាជិកក្រុមគ្រួសារឬក៏សមាជិកគ្រួសារយើងផ្ទាល់ខ្លួនមនុស្សដែលនៅគៀកយើងហ្នឹងកូនប្រពន្ធប្តីស្រីហ្នឹងពុកម្ដាយហ្នឹងណាអាហ្នឹង charity ហ្នឹងបាទបើយើងជិះតរថយន្តដើរទៅផ្ទះគេវាថ្ងៃទៅថ្ងៃទៅធ្វើអំពើល្អនៅផ្ទះគេទុកម៉ែឪចោលទុកបងបាទបងប្អូនប្អូនដែលអត់មានលទ្ធភាពយើងទុកគាត់ចោលហើយយើងទៅហឺហាខាងក្រៅដូចខ្ញុំឃើញបងប្អូនមួយចំនួនគាត់ហឺហាខាងក្រៅខ្លាំងបាទគាត់ជិះឡានអីដើរលេងអត់ឈប់ឈរអញ្ចឹងណាផ្ទះមួយទៅផ្ទះមួយគាត់ភ្លេចខ្លួនបាទហើយគាត់ថាគាត់ទៅដល់គាត់មានការអីនឹងផ្ទះគាត់ធ្វើជួយអ្នកផ្ទះហ្នឹងទៅកន្លែងដែលគាត់ទៅលេងអញ្ចឹងណាគាត់ធ្វើជួយធ្វើគាត់ដូចគាត់ចិត្តបានខ្លាំងធ្វើគាត់ដូចជាមនុស្សដែលយល់យោគពីបងប្អូនច្រើនយល់ចិត្តយល់ថ្លើមមានចិត្តទូលំទូលាយមិនចេះប្រកែកប្រកាន់ច្រើនបាទប៉ុន្តែគាត់ទុកម៉ែឪចោលទុកអ្នកផ្ទះចោលទុកសមាជិកក្រុមគ្រួសារដែលគាត់ធ្វើមើលថែគាត់ទុកចោលទីហោអញ្ចឹងទៅអាហ្នឹងគឺអត់មានសប្បុរសធម៌ទេ charity ក៏អត់មានទេគេមិនឲ្យធ្វើទៅអ្នកដតីមុនធ្វើនៅអ្វីដែលជុំវិញខ្លួនយើងជាមុនទេបាទគឺការខ្ញុំរៀនគឺអញ្ចឹងមកណាហើយខ្ញុំនិយាយនេះខ្ញុំមានសភៅនេះអាសភៅខ្ញុំរៀនបរិស្ថានអប់រំនេះឃើញទេបរិស្ថានអប់រំវិជ្ជាបាក់នេះសភៅនេះបាទនេះសភៅឃើញទេអានេះបរិស្ថានអប់រំនេះអានេះសភៅរបស់អឺរ៉ុបបងអូននេះមើលឃើញទេឃើញទេនេះមើលចំណងជើងឃើញទេនេះ environment science ឃើញទេនេះកម្រាស់ក្រាស់ខ្មុកបាទឃើញទេឲ្យខ្ញុំឡាយសារណាគឺបង្ហាញសភៅបងប្អូនឆ្ងល់ណាអង់គ្លេសសុទ្ធទេណាបងប្អូននេះទឹកអង់គ្លេសសុទ្ធទេខ្ញុំមើលនេះខ្ញុំដាក់กระดาษស្អីឃើញទេបាទនេះខ្ញុំដាក់กระดาษនេះអង់គ្លេសសុទ្ធបងប្អូនក៏ច្រឡំថាខ្មែរនេះឃើញទេឃើញភាសាអង់គ្លេសសុទ្ធទេនេះប្រមាណជិត 1000 ទំព័រនេះបាទជិត 1000 ទំព័របាទជិត 1000 ទំព័របាទជិត 1000 ទំព័រនេះឃើញទេ1000 ទំព័រនេះបាទប្រមាណ 1000 ទំព័របាទជាង 800 ទំព័រ 852 ទំព័របងប្អូននេះឃើញទេបើនេះបរិស្ថានឃើញទេនេះខ្ញុំនិយាយមិញមកត្រួសមិញណាបរិស្ថានចេញ4មិញហ្នឹងណាបាទគឺយកពីអាហ្នឹងទៅណាហើយខ្ញុំរៀនផងដល់យើងបាទឃើញទេនេះបរិស្ថានចេញ4នេះបរិស្ថានរូបបរិស្ថានជីវៈបរិស្ថានសង្គមបរិស្ថានសង្គមថ្នាក់ខ្ពស់ចេញពីហ្នឹងនេះសភៅអឺរ៉ុបឃើញទេទៅអង់គ្លេសសុទ្ធទេបាទឃើញទេបាទហ្នឹងខ្ញុំមើលហើយខ្ញុំមើលខ្ញុំមិនមែនជំនាញខាងបរិស្ថានទេប៉ុន្តែដើម្បីធ្វើឲ្យ show បងប្អូនបាន live បងប្អូនស្ដាប់តើខ្ញុំស្រាវជ្រាវមើលថែមដែរដើម្បីខ្ញុំនិយាយទៅវាត្រូវជាមួយពិភពលោកបងប្អូនបាទអញ្ចឹងមិនមែនគ្រូនិយាយចេញពីខួរក្បាលខ្លួនឯងដើម្បីរៀនសូត្រទេណាខ្ញុំរៀនពីអ្នកប្រាជ្ញដែរទេបាទពួកសភៅនេះគេនិយាយអំពី environmental science វិទ្យាសាស្ត្របរិស្ថានហើយគេនិយាយលក្ខណៈ world ហ្មងលក្ខណៈ global ហ្មងលក្ខណៈស្គាល់លោកហ្មងធ្វើនេះគេនិយាយនៅបរិស្ថាននៅអាមេរិកពីការថយចុះនៃសត្វស្លាបសត្វអីនិយាយនឹងទាំងអស់ការបំពុលទឹកអីហ្នឹងណាបាទ water pollution អីហ្នឹងបាទឬអាបរិស្ថានយើងបំពុលទឹកបំពុលអីនេះអាហ្នឹងក៏ប៉ះពាល់បរិស្ថានណាហើយយើងបំពុលទឹកទៅអ្នកប្រើទឹកទូទាំងប្រទេសប្រមាណលានអ្នកដែលប្រើទឹកឃើញទេយកទឹកទន្លេទៅបូមធ្វើចម្រោះចូល water plant ណា water plant ហ្នឹងគាត់ថារោងចក្របន្សុទ្ធទឹកឃើញទេហើយទឹកកខិចទឹកលូស្អុយលូអីទៅហោអញ្ចឹងបាទយើងទៅបត់ជើងដាក់ទន្លេគ្រប់គ្នាទីហោណាអ្នកនៅលើទឹកលើអីហ្នឹង
chứ là nó sẽ có ba để than mình lọ ha bây giờ tập nâng tập ba thì châu water plant châu rung chạm mình sọt tập hết trên chỉ tập sọt ấy mơ chứ nè để cho nè để có ban mình sọt còn giờ từ còn đàm mà mờ còn toàn pu hóng còn đỏ bạt thì hòn từ nè khác có pu từ nè khác có toàn pu hóng còn phải hai mà trong thua còn caro cao tới mà hari cao tới rục xây như thế mưa nông chi bên trong chuột luôn nhé trong thua còn bạc cả thằng ca cho anh khát về rồi xí và quạt tiền anh nói là giờ bằng co bạn than bài chẳng á chẳng vừa ruộng thế sầm an mà nè tích nó an bạn than nó bị chui lạc nặng đó xong rồi thò để to như chẳng người linh to như trong ông này vô lại trong bạn than xong rồi thò miên lạc nặng còn này chắc linh thui cha đâu bị chặt tơn như được với mơ nè và trong trọc sẽ đây lại với nhá lụa bây giờ thu lại sử dụng nó cứ trong ao ổn vô lòng pi bạn than nó xong rồi thò tao bị bẹt con như mấy khác chẳng á và trong ôn hai giờ vô bán này trong buổi dương mình viên lôi cắt thông đom đôi ai đau đùm tiêu để ông nha lụa ông nha và thì là rồi xin thông tế trắng dương chui trong bài ôn giờ sang sao dù chun và dù vậy đó cứ ôn ba tháng ôn cho luôn sầm ăn một chắc ôn dùm ra mau cắt play trao đây là cũng tham mấy nhá nó xa đấy cái nhá ôn bao dùm điện bẹp ôn là xa đấy từ riêng nó cầm oi điện bẹp cái cầm oi và lại ai lại và bao xa tới việc miền khăn miền Bắc từ lương này đợt tây rồi nó nói bạn phải than vào này bạn than chung mình vào nữa và cái nhé và sật sọ đọt mình xa tới từ riêng đó và các cái chỗ đây xa tới còn oi miền ai ở miền ấy còn oi miền Miro cắn chắc ôn còn mình nghi sư đây cái nhé ôn miền Nam ấy nó ca hộp chọc nó ca luôn đâu tức là nó ôn miền Bắc than lò thấy nhé và trong cả Nam ôn nó sư đó là nơi chung mình vào ôn cùi riêng có miền Long với ôn này nè cái to cái này anh nó phải chạy tâu tôi phải chạy thốn á và cháy mới thành đám cho how only a prelude you can't do that it is kind of a prelude to something else đã phương cháu mới đã chỉ phải cháy mỗi chuyện là căn rương xây tiền phải nhé ở chỉ phải cháy để bây giờ miễn đấy cái how là side effect á hoặc passport to và trên đồng này positive bây giờ miễn của ôn sắm án và cho nên cả nào ôn ọt sát miền khăn tận nẹt tây đấy chứ đó và ấy nhóm này giấy mà này thằng là cũng perfect thì con trai còn là dương đăng tới việc sao chừng đăng cái này dương đăng tới việc dạng hỏi nát của dương ban phương trong một Việt Nam muối đây sao chừng đăng này thòm đá mà nút cái nào đăng với tư được mà rồi và cái nào đăng hỏi việc tư ra mà phay ra ấy thì phải cái dương ọt phương rồi nhớ sao dương đăng hỏi nhá dương đăng út khó nhé chẳng ban là vui chi đo chỉ cần tệ muối còn một cái cành cũng là sao thì vui trong oi ôn thì non khởi nó vô lắm nắng ham lại bài than nó sắp ra thoát ôn thưa mày ôn công tư riêng là đã chất hàng dương nâng tư công tư và chất cao ca chơi đại cha cái này ai những người riêng những buôn kia cặp chạm được phi thì họ bon và miền lục vô miền bon trôi năm đi thi chụp điêu xem ôn được cặp được chạm được vay kia ta đi thi nó đáng ấy nhé và nó ôn cho luôn mà cả nó vay miền từ to tăng từ riêng này nó ôn sắp ra thoát nó chặt hai lại vào thôi nhé và trong ôn miền lui để chui nè cro nè cây ná thế rồi còn nè bị ca ná thế ôn bán chuối bán tép ôn miền từ tốc bộ mình đánh côn môi nó bọn nè bị ca đằng thì miền từ cặp để chạ cọt thì miền từ rơ riêng cọt thì cái nhé nhưng có ôn châu rôm bài bị giàu nhá cái nhé nhưng sau đó số cái châu bài mình chân ta thì phương bài mình chân tam là đặc biệt dương chỉ sát dương miền bạc cãi dương miền đặc chặt là o hay năng ở miền Sơn Lan chân mới để bằng hai giờ căn để ở tây dương công tỏi passport thì có còn con miền Bồ Nam miền sẵn sọc lời chặt con sọc mal phiệp con passport đó sọc mal phiệp con passport đó sọc phiệp lời chặt con rồi con chỉ miền lụa chỉ miền đấy phải cặp con qua cặp ấy nó và thôi quả chỉ làm gì ngư lư chiêm làm gì và hai peso chứ đó và chỉ biết chiêm con làm nữa con tôi chỉ chư tôi chỉ keng say và phụ ba cái như thế nhé anh nói là ôn cho rùm sọc rạt thọ chăm bách thì vô lui đợi còn nhưng công tờ từ rương con trai có lừa phải nhưng chỉ sai ăn cua người ta cả na được nông lộ tới anh ôn đi hay ôn châu rùm được nông sọc rạt thọ từng côm hai ba thường gặp dương từ xa là sao ở dương ngày nam mua dương trên khơi cam nhưng phạm miền cả dương chui từng côm sọc rạt thọ từng côm tám bài là đặc biệt dương từ và vừa nó sọc cái mà hai thấy bà phía trở na có tay cái hào go back to society mới nên tha có đào lại từ từng cùng bao nhiêu vậy còn rồi mà nó còn tục của má mẹ con trai có tách túi chứ mà mình chớ này còn có áo từ từng cung trả nè mà vợ xa nên đi ca bỏ rót kinh trần và dương nó riêng xây tiếp và thư đại trở lại như tam nên đi cao tiền mùi giống đó còn ra nửa rót để nhóm riêng lon mớ ọt cháo lên vì để con
រៀបស្លាប់ទៅគឺមហាសេដ្ឋីទាំងអស់ហ្នឹងគាត់តែងតែលះបង់ជូនសង្គមបាទតាមដូចជាការកសាងសាលារៀនមន្ទីរពេទ្យផ្លូវថ្នល់បាទជំរកវិហារផ្សេងហ្នឹងទៅឬក៏សាលាចោទានអីចឹងទៅទីហោអញ្ចឹងណាបាទតាមតម្រូវការរបស់តំបន់មួយអញ្ចឹងនៅស្រុកគេអញ្ចឹងបងអូនអត់ទាន់រកប្រាក់កាយបានបងអូនធ្វើដោយលោកគ្រូថាទៅបងអូនចូលរួមសប្បុរសធម៌ហើយផ្នែកបរិស្ថានសប្បុរសធម៌វាលីងជាមួយគ្នាអញ្ចឹងណាបងអូនបាទអញ្ចឹងខ្ញុំនិយាយបែបសាមញ្ញទេបាទអញ្ចឹងគ្រូចប់ប្រធានបទត្រឹមប៉ុណ្ណឹងបាទប្រធានបទលោកគ្រូហ្នឹងណាបាទហើយចំណែកបរិស្ថានមិនមានប៉ុណ្ណឹងទេបងមានច្រើនណាបាទព្រោះនិយាយរឿងដីបរិស្ថានវិញខ្ញុំនិយាយចឹងប្រធានបទខ្ញុំចប់ទៅប៉ុណ្ណឹងហើយអត់មានអីតទៀតទេខ្ញុំតនេះអ្វីខ្ញុំតបញ្ចប់បន្ទុយបន្តិចទេសម្រាប់អ្នកដែលមានដែលគាត់ជាអង់គ្លេសក្រែឡើយណាអញ្ចឹងខ្ញុំនិយាយអង់គ្លេសស្ដាប់តិចតួចទៅដោយសារនៅក្នុងបរិស្ថានហ្នឹងបើនិយាយរឿងបរិស្ថានវិជ្ជមានវាមានច្រើនអវិជ្ជមានក៏មានច្រើនដែរអញ្ចឹងនៅក្នុងបរិស្ថានអវិជ្ជមាននេះគឺសំដៅទៅលើប្រភេទដីប្រភេទអីហ្នឹងសិតតែមានហើយប្រភេទដីដែលដីដែលមិនអាចប្រកបរបរកសិកម្មបានដីដែលខ្សោះជីជាតិដីដែលមិនអាចផលិតអ្វីបានណាបាទវាតែងតែមាននៅក្នុងតំបន់មួយអញ្ចឹងអាហ្នឹងបែបអវិជ្ជមានទៅលើប្រភេទដីប្រភេទអីហ្នឹងអាហ្នឹងគឺគេរៀនពីបរិស្ថានដែរណាអញ្ចឹងខ្ញុំចង់ឲ្យបងអូនចេះពាក្យនៅក្នុងហ្នឹងខ្លះបាទវាមាន cell វាមាន soil មាន land មាន ground ក្នុងហ្នឹងបាទក្នុងបរិស្ថានណាបាទអញ្ចឹងប្រភេទដីក្នុងបរិស្ថានហ្នឹងបងអូនប្រហែលជាបងអូនខ្លះប្រហែលជាមិនទាន់បានរៀនទេពួកយើងបាទយើងនៅសិស្សការខ្ញុំរៀនបរិស្ថាននៅប្រភេទដីក្នុងបរិស្ថានមានច្រើនប្រភេទមែនទែនបាទយើងស្ដាប់តែភាសាខ្មែរក៏ចង់ពេលខ្លះចង់ដឹងភាសាខ្មែរផងទីមួយគេហៅ barren land បាទ barren land B A R R E N ណាបាទ E N ហ្នឹង B A R R E N គេហៅ barren land ហ្នឹងវាថា land where nothing grow គឺជាដីដែលអត់មានអ្វីដែលលូតលាស់ដោះដាលបានទេដីហ្នឹងគឺដីតងល់ហ្មងណាអត់មានជីជាតិអីសោះគេ land that is to pour nutrients to grow plants ប្រភេទដីដែលវាមានបាទសារជាតិឃើញទេមានសារជាតិបំរុងហ្នឹងតិចតួចខ្សត់ជាទីបំផុតបាទដែលมันអាចដាំរុក្ខជាតិអីបានដល់សោះមកគេហៅថា barren land land where nothing grow land that is to pour nutrients to grow plants ពួកដីដែលវាអត់មានអីដាំដុះបានលូតលាស់បានសោះមកហ្នឹងទី2គេហៅថា infertile soil infertile ហ្នឹងគាត់ថាអត់មានជីជាតិទេ infertile I N F E R T I L E គេថា infertile មកពី fertile ជីជាតិនោះ infertile soil គាត់ថាដីដែលគ្មានជីជាតិ soil without enough nutrients មានថាដីដែលអត់មានបាទសារជាតិបំរុងគ្រប់គ្រាន់នឹងចិញ្ចឹមរុក្ខជាតិបាទហ្នឹងគេហៅinfertile soil ទី3គេហៅថា arid land A R I D land ដីយើងហ្នឹងចាអាមេរិកគេអាន arid អង់គ្លេសគេអាន arid land មាន very dry land with little rain ដីស្ងួតខ្លាំងមែនទែនដោយគ្មានទឹកភ្លៀងអីទេបាទទឹកភ្លៀងតិចតួចបំផុតដែលទៅដល់ហ្នឹងចាតំបន់ដែលមានទឹកភ្លៀងទៅដល់ហ្នឹងណាដីស្ងួតកទាំងហ្មងទាំងខែប្រាំងខែភាសាហ្នឹងបាទគេហៅថា arid land ទី4គេហៅ desert land ហ្នឹងមានន័យថា extremely dry land like a desert គេថាពពួកដីលក្ខណៈដីខ្សាច់សុទ្ធហ្មងណាបាទដីស្ងួតខ្លាំងណាស្ងួតដូចវាខ្សាច់អញ្ចឹងបាទអញ្ចឹងគេហៅថា desert land បាទឃើញទេទី5គេហៅថា degraded soil degraded soil ហ្នឹងមានន័យថា soil damaged by overuse or បាទ pollution មានន័យថាប្រភេទដីដែលបំផ្លាញបាទធ្វើឲ្យរងប៉ះពាល់ក៏បំផ្លាញតាមរយៈការប្រើប្រាស់លើសកម្រិតឆ្នាំនៃការដាំដុះឬក៏តាមរយៈការបំពុលសារជាតិគីមីផ្សេង overuse ប្រើច្រើនឆ្នាំពេកដំណាំដែលយើងអត់ដូរដំណាំក៏ធ្វើឲ្យដីមានបញ្ហាការជំរាបបរិស្ថានបាទឬក៏តាមរយៈការបំពុលសារជាតិផ្សេងបាទសារជាតិគីមីដាក់ជ្រុលអីចឹងទៅអាហ្នឹងថា degrade អា grade យើងចំណាត់ថ្នាក់ហ្នឹង DE មក degraded soil damaged by overuse of pollution ដីដែលបំផ្លាញដោយការប្រើប្រាស់លើសចំនួនឆ្នាំនៃការប្រើដំណាំហ្នឹងឬក៏ការបំពុលសារជាតិគីមីផ្សេងទី6គេហៅថា exhausted soil
exhausted hot nơi chứ còn trái này bà tháng mới bỏ hot nơi đó exhausted soil nó đây mình đây hot nơi gì đây đại bắt bằng xa để chết bùng rong và xa chết bùng rong là nutrient đó và cho nên soil has lost its nutrients after farming too much miền Nam tháp phết đấy đại việc bắt bằng nơi xa để chết bùng rong màu vía chi chiết nó nghe việc lấy á mình coi vì dương thưa ca đâm đo thưa cả sự cam rồi có cả đâm đo vì tràn pi và đâm chăn ti đậu su đậu sọ đậu ấy chẳng hết bảo to là hô và còn ở miền Bắc là cái này đây chẳng sao chẳng thừa đây những vì cái hào exhausted lệ exhausted soil mình đây hot nơi đây đây vì xa là chiết bầm rong và chi và ở vậy để chui ai được chiết lũ ló nó linh mà hay lost in nutrients và xa chiết bầm rong còn linh và xa dương đâm đo du phế chứ và thì mình bớt cái phô soil đây có phô nó sát chi chiết và phô soil là phô cro chứ nữa chẳng mà đây cro đi sát chi chiết trong này bạn than là soil with low quality for growing plants và phết đây là những con phiếp tích và con phiếp tách túi chứ con phiếp tiếp bên trên sầm rạp cả đâm đo soil with low quality for growing plants đấy là miên con phiếp và tiếp mình đếnสำหรับ ធ្វើការដាំដុះហ្នឹងគេហៅថា poor soil ហើយឃើញទេចឹងពាក្យបរិស្ថានណាបាទអញ្ចឹងពាក្យវាអញ្ចឹងហើយពេលទី8គេហៅថា saline soil saline soil ហ្នឹង S A L I N E មក saline បាទខ្ញុំអត់សូវមើលទូរស័ព្ទដៃដោយសារខ្ញុំមើលខ្ញុំអៀនភ្នែកខ្ញុំវាលឹបអស់បាទពេលយកផងបាទអញ្ចឹងគេហៅ saline saline បាទ saline soil saline ហ្នឹងគេថា S A L I N E saline ភាសាបរិស្ថាននោះណាបាទគូរៀនបរិស្ថានទៅនេះដែរមានពាក្យចែកទេសបរិស្ថានច្រើនបាទព្រោះសភៅនេះក្រៅបាទ saline បាទគេហៅ saline soil with too much salt ពពុះដីដែលមានជាតិអំបិលខាងនេះអំបិលច្រើនណាជាតិប្រៃដែលមានជាតិសារជាតិអំបិលច្រើនគេហៅថា saline soil អញ្ចឹងពាក្យវាចែកទេសវាអញ្ចឹងបាទអញ្ចឹង soil with too much salt ដីដែលមានអំបិលច្រើន plant cannot grow well ពេលហ្នឹងកាលណាមានប្រៃអញ្ចឹងវាកាលណាមានសារជាតិប្រៃអញ្ចឹងវាអត់ដាំដុះបានល្អទេបាទដីហ្នឹងណាអាហ្នឹងគេហៅថា saline soil ទី9នោះគេហៅថាបាទទី9គេហៅថា acidic មកពី acid ណាបងប្អូន acidic ជាគុណនាម acidic soil ដីដែលមានជាតិអាស៊ីតហ្នឹងមាន soil with too much acid ដីដែលមានអាស៊ីតច្រើនពេក soil with too much acid គេហៅថា acidic soil បាទយើងយកពីអាស៊ីតមកយើងដាក់តែជាគុណនាមទៅ ACID acid អង់គ្លេសហៅវិធី English American English ហៅ acid ហ្នឹងអាស៊ីតដល់ពេល acidic មកនៃអាស៊ីតហើយ acidic soil មកដីដែលមានជាតិអាស៊ីតច្រើន soil with too much acid អានេះ acidic soil ឃើញទេឃើញទេអញ្ចឹងវាមានតែពាក្យវាអញ្ចឹងបាទអញ្ចឹងដល់ទី10គេហៅថា sandy soil ប្រភេទដីខ្សាច់សុទ្ធហ្មងអត់មានជាតិដីអីទាំងអស់ sandy soil sand ទៅទៀតដីខ្សាច់មិនអាចមានលីផ្សេងៗតិចតួចអា sandy soil ហ្នឹងខ្សាច់សុទ្ធហ្មងដីលក្ខណៈខ្សាច់សុទ្ធខ្សាច់សុទ្ធហ្មងដីហ្នឹងអញ្ចឹង soil that cannot hold water well ដីដែលអត់អាចបៀមទឹកបានល្អអត់អាចទប់ទឹកបៀមទឹកបានល្អទេដីហ្នឹងអត់អាចយកបញ្ចំរុក្ខជាតិអីបានដាំលើនឹងបានគឺដាក់ទឹកអស់ហ្មង soil that cannot hold water well hold យើងទប់ឬក៏កាន់ហ្នឹងនៃបរិស្ថានគេบอกថាបៀមទឹកបាទដែលมันអាចបៀមទឹកបានល្អបាទមួយទៀតវាបៀមទឹកបៀមអាលួយដំណាំមកបៀមទឹកបានល្អបៀមដែលឲ្យទុកសោតសັບទុកសំយោគមួយរុក្ខជាតិហ្នឹងគេ hold soil that cannot hold water well ដីដែលមិនអាចបៀមទឹកទុកទឹកបានល្អហ្នឹងបាទគេហៅថា sandy soil ឃើញទេបាទអញ្ចឹងទី11គេហៅ rocky soil រកថ្មយើង rocky soil ដីដែលមានថ្មច្រើន soil with many rocks ដីដែលមានថ្មច្រើន hard for plants to grow ពិបាកនឹងធ្វើឲ្យរុក្ខជាតិលូតលាស់បានណាស់ថា rocky soil បរិស្ថានបងបាទអញ្ចឹងវាមានដីច្រើនប្រភេទមួយទៀតហៅ clay soil ពួកដីឥដ្ឋដីអីហ្នឹងដីស្អិតដីឥដ្ឋ
ស្អិតមកអង់គ្លេសគេហៅពួកពាក្យ heavy soil heavy ធ្ងន់ហ្នឹងណា heavy soil ដីធ្ងន់មិនមែនบอกថាដីធ្ងន់ទេគឺជាដីឥដ្ឋដីដែលស្អិតទាញមកអត់ចង់ចេញទេកាប់ក៏មិនចង់យកចេញបានដែរអញ្ចឹងពាក្យបរិស្ថានវាអញ្ចឹងពាក្យយើងធម្មតាសោះទៅបកក្នុងបរិស្ថានបកផ្សេង heavy ធ្ងន់ណា HEAVY ហ្នឹងណាបាទ heavy ហ្នឹង heavy ហ្នឹងធ្ងន់គឺជា heavy rain ភ្លៀងច្រើនភ្លៀងធ្លាក់ជោគជាប់មកឃើញទេដល់ heavy sick របស់ធ្ងន់ដល់ heavy soil មិនដីធ្ងន់ទេគឺដីស្អិតពពួកដីឥដ្ឋដីស្អិតកាប់ទាញអត់ចង់ចេញគេហៅ clay soil ឬក៏ heavy soil ក្នុងបរិស្ថានណាអញ្ចឹងដីស្អិតអាហ្នឹងក៏ដាំដំណាំអត់បានដែរពួកដីស្អិតហ្នឹងបាទក៏យើងកែច្នៃវាអញ្ចឹងអង់គ្លេសមានប្រភេទដីច្រើនបាទមាន muddy land បាទពួកដីភក់សុទ្ធបាទដីនៅតាមតំបន់កំពង់រាបគឺទៅពួក plateau បាទ plateau soil តំបន់កំពង់រាបហ្នឹងគេអាចដាំអីបានណា plain soil បាទតំបន់វាលទំនាបបាទដីតាមតំបន់វាលទំនាបយើងហ្នឹងក៏ដាំដំណាំបានដែរនៅពេលដែលទឹកចេញទៅណាព្រោះអាហ្នឹងវាមានពេលទឹកជន់វាចូលពេលទឹកស្រកវាចេញទៅវិញអញ្ចឹងវានាំនៅល្បាប់ច្រើនអាហ្នឹងគេហៅថាពួក plain soil ហ្នឹងដីតំបន់វាលទំនាបតំបន់វាលភក់ណាបាទព្រោះអា muddy soil ភក់សុទ្ធដីរសជាតិភក់សុទ្ធហ្មងណាបាទអញ្ចឹងបរិស្ថានមានពីច្រើនបាទអត់អីចឹងលោកគ្រូនិយាយលេងប៉ុណ្ណឹងបាទបងប្អូនដែលស្ដាប់លោកគ្រូទៅអាចយល់រាប់រៀនអង់គ្លេសដល់ inter ដល់អីស្ដាប់លោកគ្រូនិយាយចេះពាក្យបរិស្ថានមួយកណើទៀតណាបាទអញ្ចឹងលោកគ្រូសូមបញ្ចប់ត្រឹមប៉ុណ្ណឹងបាទអញ្ចឹងអរគុណបងប្អូនច្រើនដែលចូលរួមស្ដាប់ទាំងអស់គ្នាហើយនេះក៏លោកគ្រូមានបំណងចង់ឲ្យយល់អំពីបរិស្ថានសប្បុរសធម៌ឲ្យយើងដឹងថានៅក្នុងសង្គមតើវាតំណាក់តំណងគ្នារបៀបម៉េចចឹងបរិស្ថានហ្នឹងវាពាក់ព័ន្ធទៅនឹងអ្វីជុំវិញខ្លួនយើងសប្បុរសធម៌តាក់ទងនឹងអំពើល្អភាពមេត្តាភាពសន្តានចិត្តដែលយើងធ្វើទៅកាន់អ្នកដទៃកាលណាយើងធ្វើបរិស្ថានវិជ្ជមានហាក់ដូចជាបង្ហាញមួយក្តីល្អទៅកាន់អ្នកដទៃទៅកាន់ពិភពលោកទៅកាន់អ្វីដែលនៅជុំវិញយើងហ្នឹងវា link ជាមួយនឹងសប្បុរសធម៌តែម្ដងបាទហើយធ្វើទៅតាមលទ្ធភាពយើងទៅយើងនៅជាសះធ្វើវាមិនលោកគ្រូប្រាប់មិញហ្នឹងកាលណាយើងមានដូចមានកាក់យើងធ្វើវាមិនអាហ្នឹងហើយថាចូលរួមជួយសង្គមយើងបែបអញ្ចឹងណាបងប្អូនបាទអរគុណអញ្ចឹងលោកគ្រូសូមអរគុណបាទសូមអរគុណបងប្អូនគ្នាបាទហ្នឹងហើយ internet slow សូម្បីតែបិទចង់បានហ្នឹងបាទ internet slow ខ្លាំងបាទសូម្បីតែ live បិទបានទៀតបាទ